សួស្តីfan ខ្លះអូខេយើងទាំងអស់គ្នាអញ្ចឹងយើងមកវាយយកពៀនទាំងអស់គ្នាបើយើងចង់វាយបានពៀន40ពៀនពេញហ្នឹងណាកុំភ្លេចមើលវីដេអូនេះខ្ញុំប្រាប់ពីតបមួយដែលយើងអាចវាយយកពៀនបានពេញ40ពៀនអញ្ចឹងណាវាកម្រណាស់ដែលយើងវាយបានផ្កាយ2បើថាផ្កាយ1គឺអត់មានទេមានតែផ្កាយ2និងផ្កាយ3ហ្មងតែផ្កាយ2ហ្នឹងវាយ5ដងអីព្រោះមានតែម្ដងឯងព្រោះអាចមិនមានទៀតអាហ្នឹងយើងអាចខុសបច្ចេកទេសអីតិចតួចដែរអញ្ចឹងណាអញ្ចឹងយើងលេងជាមួយនឹងរ៉ូយ៉ាល់ហ្នឹងយើងលេងជាមួយនឹងអាទឹកស្លាបយើងទឹកជប់ជីវិតយើងឡើងមកវិញហ្នឹងណាអញ្ចឹងយើងក៏ដាក់លេងជាមួយនឹងstrawberry របស់យើងអា booster strawberry របស់យើងហ្នឹងយើងដាក់វាមកយើងដាក់វាហើយយើងក៏ដាក់អារឡូកិនដីរបស់យើងបន្ថែមទៀតមកដើម្បីឲ្យវាជួយកិនលបងអាហ្នឹងអារឡូកិនដីហ្នឹងឲ្យវាកិនជីរហូតដល់ថោតមកកុំឲ្យតែមានកាភ្លើងណាចាប់វាបាញ់វាឆាប់បែកព្រោះវាមិនឆាប់បែកទេវាចូលដល់លបងហើយយើងក៏ដាក់ king queen របស់យើងតាមពីក្រោយមកហើយកុំភ្លេចយើងតម្លាក់ព្រះមហាថ្លាក់ចូលពីក្រោយមួយផងដើម្បីជួយការពារតបរបស់យើងអញ្ចឹងណាហើយសល់ប្រមាណទៀតហ្នឹងអាទឹកស្លាប់ជប់ជីវិតយើងហ្នឹងទុកប្រើតែជាមួយរ៉ូយ៉ាល់ទៅបានហើយមិនបាច់ចាំប្រើអីញ៉ៃច្រើនទេហើយទឹកហ្នឹងគឺយើងវាយចំណេញមែនតើប្រើទឹកហ្នឹងជាមួយនឹងរ៉ូយ៉ាល់យ៉ាងច្រើនយើងវាយចំណាយពេលត្រឹមតែ1នាទីជាងទៅ2នាទីទេបើស្អីយើងវាយចង់ឲ្យឆាប់ដាច់គឺយើងប្រើទឹកហ្នឹងអស់ទៅបើយើងវាយយើងដូចអូកាឡាដែរដូចខ្ញុំអញ្ចឹងខ្ញុំវាយអូកាឡាធ្វើវីដេអូអីអ្នកទាំងអស់គ្នាមើលអញ្ចឹងខ្ញុំទុកទឹកជប់ជីវិតយើង2មកដើម្បីយកទៅផ្ទះយើងវិញអាហ្នឹងយកទៅក៏មិនបានលក់បានលុយស្អីដែរបើពីមុនទៅយើងទុកសល់ទៅយើងចំណេញលុយឥឡូវគេមានគិតលុយគិតកាក់អីទេគេ free ឲ្យយើងដាក់ទេអញ្ចឹងយើងចង់ដាក់ក៏បានយើងមិនដាក់ក៏បានស្អីតែក្បាលវ៉ាល់យើងអ្នកដាក់ទេអញ្ចឹងតបបើយើងនៅសល់អា strawberry របស់យើង2ដែរសល់2ហ្នឹងហើយសល់ queen សល់អីទៀត super queen ទៀតបើយើងប៉ុណ្ណឹងវាយផ្ទះនឹងខ្ទេចហើយបើយើងសល់ខាងគេនឹងសល់តែកាភ្លើង2ហ្នឹងអញ្ចឹងយើងមិនបាច់ចាំដាក់ស្អីគេអាទឹកស្លាប់ជប់ជីវិតជប់ស្អីហ្នឹងមកទៀតទេទុកវាយកទៅផ្ទះវិញទៅ2ហ្នឹងយកវាទៅទុកដាក់ក្នុងសារ៉ាក់មន្ទីរអញ្ចឹងផ្ទះហ្នឹងគឺដូចជាគ្មានអីទេសល់តែប៉ុណ្្នឹងវាខ្ទេចហើយគ្មានអីទេតែឥឡូវយើងទៅមើល history ទាំងអស់គ្នាថាខ្ញុំយកតបនឹងទៅវាយវាខ្លាំងប៉ុណ្ណាអញ្ចឹងគឺភាគច្រើនគឺផ្កាយ3ទាំងអស់សាមញ្ញដូចជាខ្ញុំវាយបានផ្កាយ2 86%អញ្ចឹងបើយើងចង់ឡើងពៀនយើងយកតបនឹងទៅវាយទៅខ្ញុំក៏ចង់ recommend អ្នកទាំងអស់គ្នាវាយតបនឹងដូចគ្នាវាស្រួលវាយហើយវាអត់ចំណាយពេលយូរអញ្ចឹងហើយក៏យើងអត់ពិបាករៀបចំដាក់តបដែរ